ប្រតិភូយើងខ្ញុំក៏បានទៅដល់ក្រុងរុនតាឯកស្អាតណាស់ក្រុងរុនតាឯកនេះហើយដំលោកជំទាវទី1ក្រុងរុនតាឯកនេះមានដូចជាជាង 10000 គ្រួសារបើតាមទិន្នន័យខ្ញុំតបបានហើយហេដ្ឋារចនាសម្ព័ន្ធខ្ញុំសូមទៅសារដល់ប្រមុខរដ្ឋាភិបាលហើយទេសភាពស្អាតណាស់មើលឃើញភ្នំគូលែនទេសភាពស្អាតសល់អុកស៊ីហ្សែនល្អគ្រប់បែបយ៉ាងប៉ុន្តែខ្ញុំកន្លែងមួយដើម្បីឲ្យដោយសារខេត្តសៀមរាបយើងពឹងលើវិស័យទេសចរស្ទើរតែទាំងស្រុងហើយអញ្ចឹងប្រជាពលរដ្ឋក៏បានស្នើសុំទៅដល់ប្រមុខរដ្ឋាភិបាលជាពិសេសខ្ញុំឃើញមានពីរផ្នែកដែលអាចជួយប្រជាពលរដ្ឋនៅក្រុងរុនតាឯកបានខ្ញុំមិនដឹងថាសភាពាណិជ្ជកម្មរបស់ខេត្តដែលក្រោមការដឹកនាំសភាពាណិជ្ជកម្មរបស់ថ្នាក់ជាតិនឹងលោករដ្ឋបានជួយគាំពារច្រើនណាលោករដ្ឋបានជួយគាំពារច្រើនណាបើតាមខ្ញុំដឹងមានសហប្រតិបត្តិការមួយក្រសួងច្រើនណាបើសិនជាសភាពាណិជ្ជកម្មខេត្តសៀមរាបលោកមានសមត្ថភាពលោកជួយមើលផងបង្កើតជាសិប្បកម្មបង្កើតជាស្អីជួយលោកខ្ញុំគិតថាវាអាចជួយប្រជាពលរដ្ឋមកកម្រិតដែរហើយពេលនេះជារដូវ low season ផងទី2តកតងនឹងក្រសួងកសិកម្មបើសិនជាលោកមានទុនអាចជួយកសិករជាពូជជាកូនសត្វជាអីឲ្យលោកចិញ្ចឹមព្រោះលោកនៅនោះខ្វះទុនហើយប្រជាពលរដ្ឋខេត្តសៀមរាបនេះជាអ្នកអាសាមិនជាអ្នកខ្ជិលចោលអស់ទេបើសិនជាគាត់មានទុនមានការគ្រប់គ្រងពីរដ្ឋជួយចិញ្ចឹមជាសត្វជាអីឬក៏ជាបន្លែបកាអីក៏អាចបង្កើនជីវភាពរបស់ប្រជាពលរដ្ឋនៅក្រុងរុនតាឯកឲ្យបានមួយកម្រិតដែរក្រុងស្អាតប៉ុន្តែអត់មានមនុស្សឥឡូវមួយខ្ញុំចង់ជូនជាទស្សនៈទានជូនដល់ប្រមុខរដ្ឋាភិបាលផងដែរទី3ខ្ញុំ